សេចក្តីណែនាំរបស់រដ្ឋបាលខេត្តកណ្ដាលស្តីពីការត្រៀមបង្ការឆ្លើយតបនិងអន្តរាគមន៍បន្ទាន់ក្នុងពេលទឹកជំនន់ទន្លេកំពុងបន្តហក់ឡើងតាមបណ្ដាក្រុងស្រុកស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្ដាលគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកណ្ដាលមានកិត្តិយសសូមជម្រាបជូនដំណឹងដល់រដ្ឋបាលក្រុងស្រុកឃុំសង្កាត់មន្ទីរអង្គភាពពាក់ព័ន្ធបងប្អូនប្រជាពលរដ្ឋនិងសាធារណជនមេត្តាជ្រាបថាផ្អែកតាមសេចក្តីជូនដំណឹងនិងប្រតិបត្តិតាមដានការព្យាករណ៍កម្ពស់ទឹករបស់ក្រសួងធនធានទឹកនិងឧតុនិយមនាថ្ងៃទី1ខែតុលាឆ្នាំ2025ទឹកទន្លេនឹងបន្តឡើងដល់កម្ពស់ 21.97 ម៉ែត្រជិតដល់កម្រិតប្រកាសអាសន្នឲ្យប្រុងប្រយ័ត្ន 22.00 ម៉ែត្រនៅរាជធានីភ្នំពេញនិងនៅតាមបណ្ដាខេត្តនានាអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរកន្លែងខ្លះអាចមានភ្លៀងធ្លាក់ច្រើនលាយឡំផ្គរនិងរន្ទះរដ្ឋបាលខេត្តកណ្ដាលសូមធ្វើការណែនាំដល់មន្ទីរអង្គភាពជុំវិញខេត្តរដ្ឋបាលក្រុងស្រុករដ្ឋបាលឃុំសង្កាត់ភូមិនិងប្រជាពលរដ្ឋនៅក្នុងខេត្តជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះនិងកំពុងប្រឈមដោយទឹកជំនន់ត្រូវបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ដោយអនុវត្តតាមការណែនាំដូចខាងក្រោម 1. រដ្ឋបាលក្រុងស្រុកឃុំសង្កាត់មន្ទីរអង្គភាពជំនាញកងកម្លាំងប្រដាប់អាវុធទាំង3និងសមត្ថកិច្ចពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យតាមដាននិងធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋសិស្សានុសិស្សកុមារនិងជនងាយរងគ្រោះឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុនិងធ្វើឲ្យបាត់បង់អាយុជីវិតក៏ដូចជាទ្រព្យសម្បត្តិជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ងាយប្រឈមនឹងគ្រោះទឹកជំនន់ត្រូវរាយការណ៍មកមូលដ្ឋាននិងត្រូវត្រៀមសម្ភារៈមធ្យោបាយផ្សេងកម្លាំងអន្តរាគមន៍បន្ទាន់ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលានិងត្រូវធានាថាមិនមានការទុកចោលនៅប្រជាពលរដ្ឋយើងណាម្នាក់ឡើយ 2. ទន្ទឹមគ្នានេះដែរមន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុកនិងអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ត្រៀមរៀបចំផែនការអន្តរាគមន៍និងត្រៀមរៀបចំទីទួលសុវត្ថិភាពសម្រាប់ការជម្លៀសប្រជាពលរដ្ឋរងគ្រោះតាមរយៈសៀវភៅផែនការត្រៀមបម្រុងការឆ្លើយតបគ្រោះមហន្តរាយខេត្តឆ្នាំ2025 3. រដ្ឋបាលក្រុងស្រុកកងកម្លាំងនិងរដ្ឋបាលឃុំសង្កាត់ភូមិត្រូវរៀបចំសម្អាតទីទួលសាធារណៈនិងទីទួលសុវត្ថិភាពដែលមានកំណត់ក្នុងសៀវភៅផែនការឬនៅមានទីទួលសុវត្ថិភាពបម្រុងណាមួយផ្សេងទៀតនឹងត្រូវធានាថាការជម្លៀសប្រជាពលរដ្ឋសម្ភារៈសត្វពាហនៈគឺបានទាន់ពេលវេលាហើយទទួលបានជោគជ័យករណីនៅក្នុងតំបន់ប្រឈមនឹងទឹកជំនន់ខ្លាំងត្រូវជម្លៀសបងប្អូនប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពដោយត្រូវសហការជាមួយកម្លាំងសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សានៅសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរ 4. សម្រាប់ផលប៉ះពាល់ដែលកើតមានទាំងការស្នាក់នៅចាស់ជរាក្មេងជនពិការជនងាយរងគ្រោះការជន់លិចដំណាំកសិកម្មគឺត្រូវធ្វើការស្រង់ទិន្នន័យឲ្យបានច្បាស់លាស់និងត្រៀមបង្ការនៅមធ្យោបាយរួមមានទូកកាណូតសម្រាប់ដឹកជញ្ជូននិងជួយសង្គ្រោះសូមស្នើរដ្ឋបាលក្រុងស្រុកធ្វើការគ្រប់គ្រងទិន្នន័យឲ្យបានល្អដើម្បីពេលមានតម្រូវការអាចតាក់ទងមកធ្វើជាមធ្យោបាយដឹកជញ្ជូននាពេលមានហេតុការណ៍កើតមានឡើង 5. ការប្រើប្រាស់រោងស្នាក់នៅបន្ទប់ទឹកបង្គន់អនាម័យទឹកស្អាតបញ្ហាស្បៀងឱសថទីបញ្ជាការស្រាលកម្លាំងដែលត្រូវត្រៀមទុកក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់និងការទទួលខុសត្រូវលើសេវាទាំងអស់ដោយមិនមានបង់ថ្លៃសម្រាប់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពគឺជាតួនាទីរបស់រដ្ឋបាលក្រុងស្រុកត្រូវធ្វើការពិនិត្យនិងរៀបចំឲ្យស្របតាមសៀវភៅផែនការ 6. មន្ទីរធនធានទឹកនិងឧតុនិយមខេត្តត្រូវកត់ត្រានិងផ្ដល់ព័ត៌មានបច្ចុប្បន្នភាពស្ដីពីស្ថានភាពធាតុអាកាសនិងកម្ពស់ទឹកទន្លេមកកាន់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្នុងមួយថ្ងៃចំនួន2លើកលើកទី1នៅវេលាម៉ោង 7:00 នាទីព្រឹកនិងលើកទី2នៅវេលាម៉ោង 4:00 នាទីល្ងាចរៀងរាល់ថ្ងៃ 7. មន្ទីរសុខាភិបាលខេត្តត្រូវត្រៀមរថយន្តសង្គ្រោះបន្ទាន់សម្ភារៈបរិក្ខារថ្នាំពេទ្យថ្នាំបង្ការពីសត្វអាសិរពិសនិងចុះអប់រំផ្សព្វផ្សាយណែនាំផ្នែកសុខភាពដល់ប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាពអំពីការធ្វើអនាម័យសុខភាពទឹកស្អាតចំណីអាហារនិងបរិស្ថានដើម្បីជៀសវាងពីបញ្ហាជំងឺឆ្លងផ្សេងៗ
8 មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្រូវសហការជាមួយរដ្ឋបាលក្រុងស្រុកឃុំសង្កាត់ដើម្បីតាមដានគ្រប់គ្រងស្រង់ទិន្នន័យផលប៉ះពាល់ជាប្រចាំក្នុងស្ថានភាពលិចលង់ត្រូវមានរបាយការណ៍ត្រឹមត្រូវនិងច្បាស់លាស់ដើម្បីត្រៀមជួយស្រោចស្រង់និងស្ដារឡើងវិញនាពេលទឹកស្រកទៅវិញចំពោះដំណាំកសិកម្មនិងសត្វពាហនៈមាន់ទាដែលត្រូវជម្លៀសទៅទីទួលសុវត្ថិភាពមន្ទីរត្រូវសហការជាមួយអាជ្ញាធរចុះពិនិត្យចាក់វ៉ាក់សាំងនិងចូលរួមចំណែកការពារសុវត្ថិភាពសត្វដើម្បីបញ្ជៀសកុំឲ្យប្រជាពលរដ្ឋពិបាកមកមើលថែរក្សានិងមានការព្រួយបារម្ភ 9 រដ្ឋបាលក្រុងស្រុកនិងរដ្ឋបាលឃុំសង្កាត់និងបងប្អូនប្រជាពលរដ្ឋត្រូវតាមដានប្រតិបត្តិព័ត៌មានអាកាសធាតុនិងកម្ពស់ទឹកទន្លេដែលព្យាករណ៍ដោយក្រសួងធនធានទឹកនិងឧតុនិយមនិងស្ថាប័នពាក់ព័ន្ធនិងផ្សព្វផ្សាយបន្តជាពិសេសជនងាយរងគ្រោះនិងគ្រួសារងាយរងហានិភ័យជាមួយគ្នានេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់លើចាស់ជរានិងកុមារតូចៗដែលងាយរងគ្រោះដោយទឹកជំនន់ឡាក់រាល់ការធ្វើដំណើរតាមផ្លូវទឹកសូមបងប្អូនប្រជាពលរដ្ឋពាក់នៅអាវពោងសុវត្ថិភាពឬដាក់មកជាមួយកានទឹកនិងពីដងទឹកធំៗដើម្បីការពារគ្រោះថ្នាក់កើតមានជាយថាហេតុ 10 រដ្ឋបាលក្រុងស្រុកត្រូវណែនាំដល់រដ្ឋបាលឃុំសង្កាត់និងភូមិត្រូវបំពេញទម្រង់របាយការណ៍ទឹកជំនន់ហើយត្រូវធ្វើរបាយការណ៍តាមប្រព័ន្ធ Telegram និងតាមប្រព័ន្ធ PRISM មកកាន់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តជាប់ជាប្រចាំអាស្រ័យហេតុដោយបានជម្រាបជូនខាងលើសូមកងកម្លាំងទាំង3រដ្ឋបាលក្រុងស្រុកឃុំសង្កាត់មន្ទីរអង្គភាពពាក់ព័ន្ធបងប្អូនប្រជាពលរដ្ឋនិងសាធារណជនមេត្តាជ្រាបជាព័ត៌មានព្រមទាំងផ្ដល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុតនិងចូលរួមអនុវត្តតាមសេចក្តីណែនាំនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ថ្ងៃសុក្រ11កើតខែអាសត់ឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569កណ្ដាលថ្ងៃទី3ខែតុលាឆ្នាំ2025អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តហត្ថលេខានឹងត្រាគួចចម្រើន